game មួយចំនួនគឺមិនបានជួយការរីកចម្រើនរបស់យើងទេអញ្ចឹងខ្ញុំគិតថាថ្ងៃនេះលើកយកមកតែ5ទេអត្ថប្រយោជន៍ទី1គឺបញ្ញាគណិតវិទ្យាបាទភាពរស់រវើកនៅក្នុងការរាប់លេខបាទទី2គឺយើងអាចធ្វើឲ្យយើងមានការអត់ធ្មត់នៅពេលដែលយើងអត់ធ្មត់ពេលខ្លះយើងលេងទៅមានកំហុសហើយយើងទុកសិនកន្លែងហ្នឹងយើងទៅរកកន្លែងផ្សេងដើម្បីជួនកាលយើងទៅលេងទៅយើងអាចចំណេញជាងបាទនៅពេលដែលកន្លែងមួយដែលយើងមិនអាចរីកធំឬក៏មិនឈ្នះទេគឺយើងអាចទៅរកកន្លឹះកន្លែងផ្សេងដើម្បីជួនកាលវាមកភ្ជាប់ជាមួយគ្នាបាទទី3គេហៅថាការរៀបចំហ្នឹងគឺ planning គឺយើងគិតបន្តិចមុនយើងលេងបាទ planning ការរៀបចំចំណុចទី4ដែលយើងអាចរៀនពីអុកចិននេះគឺការចាញ់បាទយើងអាចយល់អំពីខ្លួនយើងកាន់តែជ្រៅនៅពេលដែលយើងលេងហើយយើងចាញ់មានន័យថាយើងមើលទៅយើងអាចថាចំណែនគេបាទភាពចំណែននៅក្នុងការលេងគឺធ្វើឲ្យយើងកាន់តែចាញ់បើសិនជាយើងមិនគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅក្នុងការលេងទេបាទអញ្ចឹងវាបូកផ្សំជាមួយនឹងចំណុចទី3ដែលខ្ញុំនិយាយអំពីភាពអត់ធ្មត់ពេលដែលយើងកំពុងតែចាញ់ហើយយើងកាន់តែមិនប្រយ័ត្នមិនរៀបចំបាទគឺធ្វើឲ្យចាញ់រឹតតែច្រើនអញ្ចឹងយើងទុកពេលឲ្យខ្លួនឯងបន្តិចនៅក្នុងការស្វឹងស្មាតរៀបចំមុននឹងយើងធ្វើដំណើរបន្តបាទចំណុចទី5អ្នកទាំងអស់គ្នាអាចភ្ជាប់ដូចជាយើងភ្ជាប់កូនអុកគឺយើងជួបជាមួយនឹងមិត្តភ័ក្តិថ្មីយើងអាចមានទំនាក់ទំនងថ្មីជាមួយនឹងអ្នកដទៃបាទដូចខ្ញុំលេងចាប់ផ្ដើមលេងអនឡាញនេះខ្ញុំជួបគ្រប់សាសទាំងអស់បាទជាតិសាសទាំងនៅអឺរ៉ុបអាមេរិកអាស៊ីបាទមិនត្រឹមតែជួបនៅក្នុងអនឡាញនៅស្រុកខ្មែរយើងនេះខ្ញុំចង់បង្កើតជាសហគមន៍ដើម្បីឲ្យយើងជួយគ្នាលេងអុកចិននេះដើម្បីឲ្យកូនខ្មែរយើងយល់ដឹងនៅក្នុងការលេងអុកបង្កើនបញ្ញាទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងបានអត្ថប្រយោជន៍ទាំង5នេះតោះយើងចាប់ផ្ដើមលេងទាំងអស់គ្នា